dục mình đi thể hiện xem bàn plau cầm plư thống room chẳng chẳng trôn phóng tăngពីម៉ោង6 យប់ណា6 យប់ដល់6 ល្ងាចចុះ6 ល្ងាចរហូតដល់ម៉ោង9 យប់បានស្ងប់ទៅវិញបាទបានស្ងប់ទៅវិញសមិទ្ធផលនៅទីនោះមានកាស៊ីណូមានអគារផ្សេងហ្នឹងគឺចូលគ្រាប់ចូលច្រើនប៉ុន្តែដូចជាកាស៊ីណូរបស់លោកអញ្ញាត្រីភិបយប់មិញហ្នឹងដូចជាបើតាមខាងក្រុមការងារយើងគាត់ទទួលបានពីកងទ័ពពីមុនដូចចូល3គ្រាប់ទៀតប៉ុន្តែមិនឆេះទេចា៎បាទអត់ឆេះទេបាទគាត់តែផ្លោងចូលហើយបាទធ្វើឲ្យវាខ្ទេចមួយផ្នែកបាទហ្នឹងហើយនេះប៉ុន្តែមកដល់ម៉ោងនេះម៉ោងដែលខ្ញុំកំពុងតែនិយាយម៉ោងម៉ាន់នាង8 12 នាទី8 12 នាទីនេះអត់ទាន់មានការផ្លោងអីទៀតទេម៉ោងហ្នឹងគឺចាប់តាំងពីយប់នោះមករហូតមកដល់ម៉ោងហ្នឹងគឺអត់មានការផ្លោងអីទៀតទេស្ងាត់បាទស្ងាត់អញ្ចឹងខ្ញុំនិយាយតាមម៉ោងនេះដោយសារតែបងប្អូនដឹងហើយថាខុសតែគ្នាបន្តិចតួចជួនកាលខ្ញុំបាននិយាយថាអត់នេះស្រាប់តែដល់ពេលប្រហែលនាទីក្រោយមកស្រាប់តែមានអាហ្នឹងខ្ញុំនិយាយឲ្យដឹងម៉ោងចា៎បាទអញ្ចឹងសម្រាប់ច្រកធម្មតាសម្រាប់ម៉ោងនេះគឺអត់មានអីទេអត់មានការផ្ទុះអាវុធអីផ្លោងអីទេបាទហ្នឹងហើយតែយើងនឹងបន្តតាមទៀតបន្តមកទៀតព្រោះម្សិលមិញវាមានរឿងនៅផ្លោងនៅខាងបាត់ដំបងបៃលិនអត់អីទេបៃលិនអត់តាន់មានក្របផ្លោងចូលទេនៅម្សិលមិញមានផ្លោងចូលនៅភ្នំព្រឹកបាទកម្រៀងភ្នំព្រឹកហើយនឹងសពើលូនខេត្តបាត់ដំបងចា៎បាទបានន័យថាគឺសៀមគឺផ្លោងចូលរហូតបាទមួយអត់ដាច់ទេបាទអត់ដាច់ទេប៉ុន្តែខាងសួរថាតើខាងកម្ពុជាយើងតបតម្សិលមិញនេះបើតាមកងទ័ពយើងនៅមុខគឺអត់មានបានតបតអីមួយទេដោយសារតែគឺគេផ្លោងរហូតមួយមកចឹងបានន័យថាខាងកម្ពុជារបស់យើងអត់តបតដោយសារតែវាអត់ចាំបាច់យ៉ាងម៉េចគឺយើងកំពុងតែស្ដាប់ហើយនឹងត្រូវការឲ្យឃើញហើយចូលដាក់ឲ្យចំចា៎យើងអត់ចេះតែបាញ់ចោលព្រោះដោយសារគេសបោក្របគេយកផ្លោងរាវទៅចា៎បាទយើងកុំឲ្យខាតប្រជាពលរដ្ឋរបស់យើងនៅទីនោះក៏កំពុងតែបានចាក់ចេញផ្សារនៅជាប់សពើលូនមកអីចេញអស់ហើយចា៎បាទចេញអស់ហើយហើយងាកមកដេញមកខាងព្រៃច័ន្ទមកខាងជោគជ័យមកខាងប៉ោយប៉ែតបាទដេញមកខាងជោគជ័យមកព្រៃច័ន្ទប៉ោយប៉ែតឥឡូវម៉ោងនេះជោគជ័យព្រៃច័ន្ទក្របកំភ្លើងនៅបន្តផ្លោងផ្ទុះនៅឡើយបន្ទាប់ពីយប់មិញនេះផ្ទុះខ្លាំងមែនទែននៅជោគជ័យនិងព្រៃច័ន្ទបាទផ្ទុះខ្លាំងនៅជោគជ័យនិងព្រៃច័ន្ទបាទហ្នឹងយប់មិញហើយមកដល់ម៉ោងនេះតាមខ្ញុំដែលទទួលព័ត៌មានថ្មីពីក្រុមការងាររបស់យើងថាសំឡេងព្រោះយើងគ្មានអីក្រៅពីនៅចិត្តហ្នឹងយើងស្ដាប់សំឡេងផ្ទុះនៅតែបន្តចា៎បាទហើយមកចាំលំអិតមួយប៉ុន្តែគាត់លើខ្ញុំគាត់ឲ្យដឹងបងប្អូនដឹងតាមទិសសិនងាកមកដល់ចេញពីជោគជ័យព្រៃច័ន្ទមកនៅបឹងតកួនក៏នៅតែបន្តផ្លោងក្របកំពុងតែបន្តផ្ទុះបាទផ្លោងនៅឡើយហើយចូលមកដល់អូស្មាច់ជប់កគីតាមន់តាកបីថ្មដូនយប់មិញនេះមកដល់ម៉ោងគិតត្រឹមម៉ោង10យប់រហូតដល់ម៉ោង11យប់យន្តហោះរបស់ពួកឈ្លានពាន6គ្រឿងនោះបាទបានហោះទម្លាក់ហើយនឹងបាញ់ពីលើអាកាសបាទនៅមកជួរតាមន់តាកបីអូស្មាច់មកជួរនឹងយប់មិញចាប់ពីម៉ោង10ជាងទៅចឹងរហូតមកដល់ម៉ោង4បាទស្ងប់ដល់ម៉ោង2 10ម៉ោង1ស្ងប់រហូតមកដល់ម៉ោង4ទៀតភ្លឺចាប់ដើមផ្លោងចូលមកទៀតមួយហើយមកដល់ម៉ោង6ម៉ោង7គឺកាន់តែញាប់បាទកាន់តែញាប់អញ្ចឹងនៅចន្លោះប្រហែលជាម៉ោង7ជាងតិចខាងកងទ័ពខាងកម្ពុជារបស់យើងខាងគ្រប់គ្រងថ្មើរជើងនៃអាវុធ
ថ្មីអាវុធគ្រប់គ្រងបានដាក់ទៅដូចជាBM 21ដាក់ទៅតាំងព្រលឹមនៅខាងតាមន់តាមន់តាកបីចាបាទដោយសារគេផ្លោងតាំងពីម៉ោង 4 ម៉ោងចាបាទហើយដល់ម៉ោងនេះមិញនេះគឺក្រុមការងារយើងថាដូចជាវានៅតែបន្តផ្លោងចូលអូស្មាច់បាទអូស្មាច់ហើយតាកបីក៏កំពុងតែម្ដងញាប់ម្ដងមួយម្ដងញាប់មួយបាទអញ្ចឹងនៅអូស្មាច់នៅតាមន់តាកបីថ្មដូនជប់គីដាក់តាកបីប្រាសាទខ្នាមកជួរនោះក៏កំពុងតែនៅផ្លោងចូលចានៅឡើយអញ្ចឹងស្ថានភាពប្រជាពលរដ្ឋនៅក្នុងនោះគឺគាត់ភៀសខ្លួនចេញមកអស់ហើយស្ងាត់អស់ហើយនោះចាហើយពីម្សិលមិញពេលល្ងាចទៅហើយយន្តហោះរបស់សត្រូវលៀនពៀននេះគឺបានទម្លាក់ក្របបែកនៅចិត្តកន្លែងដែលយើងទៅចែកជាមួយវត្តពូកបោចាវត្តពូកបោបាទទៅទម្លាក់នៅទីនោះអូតែប៉ិតកន្លែងហ្នឹងពីមុនជំរុំជនភៀសសាក់នោះកន្លែងជនភៀសខ្លួនប៉ុន្តែឥឡូវអត់ទាន់មានជនភៀសខ្លួនតែទៅទម្លាក់នៅនោះអញ្ចឹងប៉ុន្តែនៅក្នុងលើកនេះជនភៀសខ្លួនយើងឡើងនៅហ្នឹងអីចឹងអត់នៅទេដូរទីតាំងដោយសារតែខាងរដ្ឋបាលខេត្តគាត់មើលឃើញថាក្របកាន់តែឆ្ងាយចាអញ្ចឹងដូរទីតាំងនឹងឥឡូវទៅទម្លាក់នៅក្នុងបណ្ដោយចាបាទបើតាមក្រសួងមហាផ្ទៃបញ្ជាក់ថាសម្រាប់តែខេត្តឧត្តរមានជ័យមួយទេគិតត្រឹមម៉ោង 6 ល្ងាចថ្ងៃទី 10 ម្សិលមិញនេះចាប់ពីម៉ោង 12 ថ្ងៃត្រង់ដល់ម៉ោង 6 ល្ងាចគឺសម្រាប់ឧត្តរមានជ័យគឺមានប្រជាពលរដ្ឋភៀសសឹករហូតដល់ 11607 គ្រួសារគិតជាចំនួនមនុស្សវា 39945 នាក់ចា៎បាទហ្នឹងហើយចូលមកដល់ខេត្តព្រះវិហារចា៎ខេត្តព្រះវិហារព្រឹកមិញនេះនៅចាក់ច្រែងទិសខាងលិចប្រាសាទព្រះវិហារបងប្អូនគឺវាផ្លោងជ្រុំមកដែលតាំងពីព្រលឹមបាទនៅខាងចាក់ច្រែងទិសខាងលិចប្រាសាទព្រះវិហារហើយនឹងបន្តផ្ទុះលាន់លឺសំឡេងក្រាំងមួយបន្តទៀតមកដល់ម៉ោងនេះបាទអញ្ចឹងក្រុមការងារយើងដែលនៅក្បែរនោះបានត្រឹមស្ដាប់សំឡេងហើយយើងរាយការណ៍ចា៎បាទរាយការណ៍ជុំវិញអំពីទិសដែលច្បាស់ហើយតួលេខដែលប្រកាសគឺយើងចាំក្រសួងការពារជាតិទៅចោះចា៎បាទប៉ុន្តែថ្ងៃនេះក៏ចង់ជម្រាបប្រិមិត្តដែលសួរមកថាទីខ្ញុំឃើញដែលលោកស្រីម៉ាលីជាតាអ្នកនាំពាក្យក្រសួងការពារជាតិគាត់តែងតែប្រើពាក្យថាទិសយុទ្ធភូមិភាគ 4 យុទ្ធភូមិភាគ 5នៅតំបន់តែការផ្ទុះនៅយុទ្ធភូមិភាគ 4 យុទ្ធភូមិភាគ 5អញ្ចឹងខ្ញុំអត់យល់ដឹងតាណាចា៎បាទហើយកន្លែងចំណុចនេះខ្ញុំចង់ប្រាប់បន្តិចដោយសារតែពាក្យរបស់ខាងកងទ័ពគេដឹងហើយគេច្បាស់គេដឹងតំបន់បាទដឹងគេឈរជើងណាប៉ុន្តែសម្រាប់ប្រជាពលរដ្ឋសាមញ្ញមិនដឹងឯណាចា៎បើនិយាយខេត្តបានត្រូវភូមិភាគ 4 ហ្នឹងគាត់មិនដឹងថាភូមិភាគ 4 ហ្នឹងមានស្រុកណាខ្លះខេត្តណាខ្លះទៀតចា៎បាទអញ្ចឹងថ្ងៃនេះគាត់នៅចង់ជម្រាបបងប្អូនដែលអ្នកដែលមិនយល់ទេភូមិភាគ 4 បានន័យថាសំដៅទៅលើកងទ័ពដែលឈរជើងអញ្ចឹងភូមិភាគ 4 គឺដែលកងទ័ពដែលឈរជើងនៅតំបន់ទឹកដីខេត្តឧត្តរមានជ័យខេត្តឧត្តរមានជ័យបានន័យថាបើសិនជាគាត់និយាយថាភូមិភាគ 4 ច្បាស់ជាមកជួខេត្តឧត្តរមានជ័យហើយចាហូតមកដល់ព្រះវិហារហ្នឹងហើយអត់ទេភ្នំខ្មោចព្រះវិហារព្រះវិហារចាបាទហើយបើនិយាយថាគាត់ប្រើពាក្យថាយុទ្ធភូមិភាគ 5 គឺគិតពីប្រទេសមានជ័យបងប្អូនពីខេត្តប្រទេសមានជ័យឡើងមកបាត់ដំបងមកអញ្ចឹងមកពោធិ៍សាត់ហើយបើទៅកោះកុងទៅអីចឹងទៅភូមិភាគ 3ចាបាទបាទអញ្ចឹងបងប្អូនដែលសួរហ្នឹងហើយអញ្ចឹងជួរជាប់ព្រំដែនកម្ពុជាថៃហ្នឹងមានភូមិភាគ 1 ភូមិភាគ 2 ភាគ 3 ភាគ 4 ភាគ 5 មកអញ្ចឹងមកបាទចាអញ្ចឹងសម្រាប់ព្រឹកនេះគឺខ្ញុំនៅអាប់ដេតព័ត៌មានពេលព្រឹកតាមលំដាប់ដោយអញ្ចឹងឲ្យដឹងដើម្បីបងប្អូនតាមដានព័ត៌មានហើយឥឡូវយើងងាកមកមើលការងារសម្រាប់បងប្អូនម្សិលមិញមិនផ្អើលរឿងថាលោកត្រាំនឹងជួបភាគីគូចំនួនទាំងពីរហ្នឹងតាមទូរស័ព្ទ
ngày mà sẽ mình mày đấy dựng đang thằng ngày puốt ngày sẽ mình và các bạn thấy ấy lấy giờ khơi bò đầm miên để tâm sai vì bò đầm miên thông thông bị phục lố thà lục trám trâu chụp nè cho chụp ở tam tụ sắp phía kia tầng pí đó cầm chia thay nó tam tụ sắp nó thằng ngày puốt bạn thấy mình thấu ngày bỏ mò này dường bà chân hàng cái xài đấy đẹp xài đường ta bắt tới anh ấy cứ tranh pi xe ta vì miền chả pi bùa chụp mấy những cứ chia cách bật chung tạch protest របស់សហរដ្ឋអាមេរិកដែលគេនឹងនិយាយពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់អាមេរិកទេប៉ុន្តែក្នុងនោះអ្នកសារព័ត៌មានបានចោទសំណួរសួរទៅលោកដូណាល់ត្រាំថាគិតមិនចំពោះស្ថានភាពព្រំដែនកម្ពុជាថៃនៅក្នុងម៉ោងនេះពីព្រោះយើងកំពុងតែបាញ់គ្នាហើយក្នុងនោះលោកដូណាល់ត្រាំបាននិយាយថាលោកនឹងខលទូរស័ព្ទមកកាន់នាយករដ្ឋមន្ត្រីទាំងពីរទាំងសម្ដេចធិបតីក៏ដូចជាខាងភាគីថៃហើយជាក់ស្ដែងលោកនិយាយនៅក្នុងកិច្ចប្រជុំហ្នឹងលោកថាថ្ងៃស្អែកអញ្ចឹងវាមានន័យថាថ្ងៃស្អែកសម្រាប់អាមេរិកវាត្រូវនឹងថ្ងៃពុធប៉ុន្តែវាត្រូវនឹងយប់ថ្ងៃប្រហ័សយើងអញ្ចឹងបើយើងនិយាយឲ្យស្រួលស្ដាប់ថាយប់នេះផ្ទាល់តែម្ដងគឺលោកដូណាល់ត្រាំនឹងតាក់ទងមកកាន់មេដឹកនាំទាំងពីរចាទាំងកម្ពុជាទាំងថៃហើយនៅក្នុងការឆ្លើយសំណួរនេះគឺលោកក៏បានលើកឡើងដែរលោកថាប្រទេសថៃហើយនិងប្រទេសកម្ពុជាអត់ដែលមានចំនួនជាមួយគ្នានឹងរាប់ទសវត្សរ៍មកហើយប៉ុន្តែម្ដងនេះជាចំនួនកើតឡើងថ្មីមួយទៀតអ្វីដែលសំខាន់នោះគឺលោកបាននិយាយថាវាលោកបានព្យាយាមបញ្ចប់សង្គ្រាមចំនួន8ក៏ប៉ុន្តែជាសំណាងមិនល្អដែលវាបានកើតឡើងម្ដងទៀតប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកបញ្ជាក់ថាលោកដឹងច្បាស់ណាស់ថាចំនួននេះវាកើតឡើងដោយសារអ្វីចាអញ្ចឹងគាត់ថាគាត់នឹងព្យាយាមធ្វើយ៉ាងណាបញ្ចប់សង្គ្រាមនេះឲ្យបានគាត់ថាបើមិនមានគាត់អ្នកធ្វើទេគាត់សួរថាតើអ្នកណាជាអ្នកធ្វើអញ្ចឹងគាត់ថាគាត់នឹងទូរស័ព្ទមកកាន់នាយករដ្ឋមន្ត្រីទាំងពីរដើម្បីឲ្យបញ្ចប់សង្គ្រាមនឹងឲ្យទាល់តែបានចា៎បាទម្សិលមិញគេស្រង់សម្ដីរបស់លោកត្រាំតាមទូរទស្សន៍ Bloomberg គាត់និយាយថាគាត់ដាច់ខាតត្រូវតែឲ្យភាគីទាំងពីរនឹងបញ្ចប់ការប្រយុទ្ធគ្នានេះដាច់ខាតចា៎ដាច់ខាតហើយគាត់ព្រមានថាបើសិនជាភាគីទាំងពីរមិនព្រមឈប់ទេគាត់នឹងចាប់ផ្ដើមដាក់ពន្ធបដិការនេះដាក់ទាំងពីរដាក់ទម្ងន់អញ្ចឹងបាទអានឹងទូទៅផ្សាយប៉ុន្តែចំណុចទៅនេះទី1ភាគីកម្ពុជាអរគុណលោកត្រាំដែលបន្តព្យាយាមដើម្បីសម្រុះសម្រួលបញ្ចប់បញ្ហាតែរហូតដល់មានកិច្ចព្រមព្រៀងបញ្ចប់អីត្រឹមត្រូវអញ្ចឹងលោកមកចុះហត្ថលេខាផងប៉ុន្តែអ្វីដែលលោកត្រាំដែលបើសិនជាលោកដាក់ពន្ធបដិការដាក់សម្ពាធមកលើកម្ពុជាវាអយុត្តិធម៌ត្រង់ថាកម្ពុជាមិនមែនជាអ្នកមានអ្នកកម្ពុជាមិនមែនជាអ្នករឹងរូសកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមហើយកម្ពុជាក៏មិនមែនជាអ្នករំលាយកិច្ចព្រមព្រៀងសន្តិភាពនេះដែរចឹងកម្ពុជាចង់បានណាសន្តិភាពតែសួរថាតើថៃកន្លងមកដែលគាត់តែងតែបង្កើតបញ្ហាបង្កហេតុបង្កចំនួនបង្ករឿងបន្តបន្ទាប់ទៅតាមព្រំដែនដែលឈានទៅដល់ការផ្ទុះអាវុធជាលើកទី2មកដល់ពេលនេះអ្នកណាជាអ្នកដើមចំបាទអ្នកដើមចំហើយជាអ្នកណាជាអ្នកបិទផ្លូវចរចាម៉ោងហ្នឹងបាទពីព្រោះលោកអនុទានធ្លាប់បាននិយាយឲ្យតាក្រោយពេលដែលថៃចាប់ផ្ដើមថាព្យួរកិច្ចព្រមព្រៀងសន្តិភាពបិទទ្វារឈប់ចរចាrồi haiលោកអនុទានព្រមានទាំងលោកត្រាំទៅទៀតកុំយកពន្ធបដិការមកដាក់សម្ពាធលើថៃចាអត់ន័យទេនេះជាចំណុចមួយដែលសូមឲ្យលោកត្រាំបើសិនជាចាប់ដៃទាំងពីរឲ្យបញ្ចប់សង្គ្រាមសួរថាតើអ្នកណាអ្នករឹងរូសតើអ្នកណាជាអ្នករំលាយលើកិច្ចព្រមព្រៀងនេះចាបាទអាហ្នឹងតែប៉ុណ្្នឹងឯងបាទតែប៉ុណ្្នឹងឯងព្រោះមិនកម្ពុជាជាអ្នកចាប់ដើមមិនមែនកម្ពុជាជាអ្នកច្រានចោលមិនចង់ជួបមិនចង់ចរចាទេណាចាបាទ
បើកលេសទៅមើលសកម្មភាពរបស់លោកអនុទីនវិញកាលពីថ្ងៃទី8ធ្នូគាត់ប្រកាសថាបិទទ្វារចរចាជាមួយកម្ពុជាមិនទទួលចរចាជាមួយកម្ពុជាទេប៉ុន្តែបន្ទាប់ពីលើដំណឹងថាលោកដូណាល់ត្រាំគ្រងនឹងខលទូរស័ព្ទមកកាន់មេដឹកនាំនៃប្រទេសទាំងពីរទាំងកម្ពុជាទាំងថៃម្សិលមិញនេះថ្ងៃទី10ធ្នូនេះគឺចាប់ផ្ដើមថ្លែងនៅមុខអ្នកសារព័ត៌មានថារហូតមកដល់ពេលនេះគាត់មិនទាន់ឃើញកម្ពុជាយើងតាក់ទងទៅសុំចរចាទេគាត់បែរនិយាយភាសានឹងទៅវិញតែនៅគាត់និយាយថាគាត់បិទហើយគាត់មិនទទួលទេហ្នឹងហើយបាទអញ្ចឹងនេះបានភ្ជាប់ពីរឿងលោកត្រាំដែលលោកចង់ចូលខ្លួនមកបញ្ចប់ការប្រយុទ្ធគ្នាជាលើកទី2នេះទៀតអានឹងយើងសូមគ្រប់គ្រងបាទប៉ុន្តែគាត់ណាសូមលោកត្រាំវិនិច្ឆ័យឲ្យដឹងថាអ្នកណាអ្នកខូចពិតប្រាកដចា៎បាទប៉ុណ្ណឹងឯងអរគុណប្រិមិត្តសម្រាប់វគ្គទី1នេះគឺដល់ម៉ោងសម្រាប់ហើយបាទចាំជួបគ្នាបន្តវគ្គទី2